សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយបង្ហាញអំពីការប្រើប្រាស់នៅ AI ដែល AI នេះគឺយើងអាច download មកបានដោយ offline យើងអាចប្រើដោយមិនចាំបាច់មានអ៊ីនធឺណិតទេជាងវាមានប្រយោជន៍មែនទែនសម្រាប់បងប្អូនដែលត្រូវការប្រើវានៅទៅក្រៅប្រទេសឬក៏អីចឹងយើងអត់មានអ៊ីនធឺណិតក៏យើងអាចប្រើបានដែរចឹងបងប្អូនគ្រាន់តែចូល Play Store ឬក៏ App Store មកវាយពាក្យថា Edge Gallery នេះជារបស់ក្រុមហ៊ុន Google ចឹងយើងឃើញ Edge Gallery យើងចុចលើនេះមកឥឡូវនេះសម្រាប់ខ្ញុំ download រួចហើយអញ្ចឹងអ្នកទាំងអស់គ្នាអាចគ្រាន់តែ download មករងចាំវាយើងបើ application នឹងចូលទៅអញ្ចឹងអ្វីដែលយើងត្រូវធ្វើដំបូងយើងឃើញរូបរាងវាអញ្ចឹងហើយក៏ប៉ុន្តែយើងនៅមិនទាន់អាចប្រើប្រាស់បានទេអ្វីដែលអ្នកទាំងអស់គ្នាចូលទៅអ្នកទាំងអស់គ្នាត្រូវចុចប៊ូតុង download ហើយ download your latest model របស់ AI ដែលគេ release នេះករណីនេះខ្ញុំ download យក version Gemma 4 E2B ហ្នឹងអញ្ចឹងទំហំរបស់វា2G 2G ជាងជិត 3G អញ្ចឹងយើង download វាអស់ពេញបន្ទាប់ពីយើង download ពេញហើយឧទាហរណ៍ថាឥឡូវយើងចូលមកមុខងារAI chat អញ្ចឹងចូលមក AI chat មកយើងសួរនាំវាទៅយើងអាចវាយនៅសំណួរមួយចំនួនឧទាហរណ៍ថាយើងសួរវាថាតើវាអាចធ្វើអីឲ្យយើងបានខ្លះអញ្ចឹងវាឆ្លើយតបមកយើងមកមានសំណួរមានចម្លើយច្រើននៅក្នុងនឹងថាវាធ្វើអីបានខ្លះអីចឹងទៅហើយសម្រាប់ AI នេះវាចង់និយាយថាវា work offline 100% មកនៅលើទូរស័ព្ទរបស់យើងករណីនេះខ្ញុំ download ចូលនឹងទូរស័ព្ទដៃ iPhone អញ្ចឹងវាឃើញវា response អត់យឺតទេវា response បានល្អឥឡូវយើងដាក់ offline mode fly mode យើងដាក់ fly mode ដើម្បីបិទទាំង Wi-Fi បិទទាំងcellular network របស់យើងបិទប្រព័ន្ធ SIM បិទអីទាំងអស់ហ្នឹងអញ្ចឹងទូរស័ព្ទហ្នឹងក៏ offline 100% មកអញ្ចឹងខ្ញុំលុបឆាតចោលអស់សិនបន្តទៀតខ្ញុំវាយពាក្យដើម្បីឲ្យវាបកប្រែពីភាសាអញ្ចឹងយើងឲ្យវាឥឡូវយើងតេស្តតើវាអាចគណនាលេខបានអត់អញ្ចឹងយើងដាក់មកយើងវាយcalculate 2 ចែក 2 អីចឹងណាយើងឲ្យវាគណនាមើលថាតើវាអាចគណនាបានអត់ឥឡូវខ្ញុំឲ្យវា calculate 2 ចែក 2ហើយនឹងស្វ័យគុណ4ដែលយើងយក4ជាគោលអញ្ចឹងចាំមើលវាចេញលទ្ធផលរបៀបណាអញ្ចឹងអានេះវាមានប្រយោជន៍ច្រើនសម្រាប់យើងបើយើងនៅសិក្សាយើងយកវាទៅដោះស្រាយបញ្ហាលំហាត់មួយចំនួនបានវាមិនទូលំទូលាយដូច AI online ទេក៏ប៉ុន្តែវាអាចជួយការងារប្រចាំថ្ងៃមួយចំនួនឧទាហរណ៍ថាដូចជាការគណនាបែបសាមញ្ញសំណួរទូទៅអីអញ្ចឹងមានន័យថាជាវិធីគណនាគណិតវិទ្យាបកប្រែភាសាអីចឹងវាធ្វើបានក៏ប៉ុន្តែបើយើងសួរទីតាំងសួរអីដូច search ដូចពួក AI ដែលវា search នៅតាមអ៊ីនធឺណិតអីវាអត់ធ្វើទេអញ្ចឹងមានន័យថាវាបានមួយផ្នែកធំដែរអញ្ចឹងដោយករណីនេះឃើញវាអាចគណនាជាគណិតវិទ្យាហើយវាធ្វើប្រមាណវិធីឲ្យយើងអញ្ចឹងឥឡូវខ្ញុំវាយពាក្យដើម្បីឲ្យវាបកប្រែទៅជាភាសាខ្មែរហើយនឹងទៅជាភាសាជប៉ុនអញ្ចឹងយើងចង់ដឹងថាតើវាបកប្រែត្រូវអត់ចឹងឥឡូវខ្ញុំវាយជាភាសាខ្មែរឲ្យវាបកប្រែទៅភាសាខ្មែរហើយនឹងភាសាជប៉ុនវាយពាក្យហ្នឹងអូខេអញ្ចឹងឃើញវា respond មកលឿនដូច online អញ្ចឹងឃើញវា respond មកឥឡូវភាសាខ្មែរមានន័យថាម៉េចហើយពាក្យមួយហ្នឹងបញ្យល់ពាក្យឲ្យយើងទៀតហើយភាសាជប៉ុនហ្នឹងគេសេម៉េចហើយបញ្យល់ពាក្យមួយឲ្យយើងទៀតអញ្ចឹងអានេះវាអាចប្រើប្រាស់បានប៉ុណ្ណឹងអាចប្រើប្រាស់បានករណីយើងទៅឆ្ងាយយើងចូលព្រៃ
យើងអត់ស្គាល់ផ្លែឈើយើងអត់ស្គាល់អីក៏យើងអាចសួរវាបានដែរហើយករណីយើងទៅស្រុកក្រៅទៅអីយើងចៃដន្យយើងអត់មានសេវាទូរស័ព្ទយើងអត់មាន Wi-Fi អត់មានអីយើងត្រូវការសួរនាំគេក៏យើងអាចប្រើវាបានដែរគ្រាន់តែថាវាអត់អាចវាយទៅវាយមកបានទេតែយើងអាចសរសេរយើងអាចថតរូបយើងអាចឲ្យគេនិយាយចូលមកហើយយើងtranslate យើងប្រែវាទៅជា script ទៅជាអក្សរអញ្ចឹងណាឥឡូវយើងសាកល្បងមុខងារផ្សេងទៀតអញ្ចឹងវាមានដូច6 7មុខងារឥឡូវដូច agentic នេះមានន័យថាជាមុខងារមួយដែលយើងប្រើវាសម្រាប់ឲ្យវាធ្វើអីមួយនៅលើទូរស័ព្ទដៃរបស់យើងមកអញ្ចឹងនៅក្នុង agentic នេះជំនាញរបស់វានឹងមានអីខ្លះគឺមាននៅក្នុង list ហ្នឹងវាមាន set schedule កាលតារាងកាលវិភាគណាត់ជួបអីចឹងណាហើយវាអាចមើល map វាអាចបង្កើត contact ថ្មីដូចយើង create contact save លេខ save អីចឹងណាវាអាចធ្វើអញ្ចឹងបានអញ្ចឹងយើងគ្រាន់តែ prompt យើងគ្រាន់តែវាយពាក្យប្រាប់វាទៅអញ្ចឹងវានឹងធ្វើឲ្យយើងឯងអញ្ចឹងក្នុងករណីនេះខ្ញុំអត់បើក permission ទាំងអស់ឲ្យវាទេអញ្ចឹងវាមាន limit ខ្លះអ្នកទាំងអស់គ្នាអាចស្រាវជ្រាវបើបិទអីខ្លួនឯងបន្ថែមទៀតបើសិនបើយើងចង់ស្រាវជ្រាវបន្ថែមចង់ស្វែងយល់បន្ថែមអញ្ចឹងអូខេអញ្ចឹងឧទាហរណ៍ថាដូចពាក្យប៉ុណ្ណឹងអាកាសធាតុអីយើងអត់បើកក៏វាអត់ដឹងដែរអញ្ចឹងវាអត់មានជំនាញពាក្យប៉ុណ្ណឹងអាកាសធាតុទេអញ្ចឹងឧទាហរណ៍ថាបើយើងចង់ដឹងផ្សេងទៀតដូចជាតើមានការណាត់ជួបនៅលើ calendar យើងឬក៏អត់អីចឹងយើងអាចសួរវាបានហើយយើងចង់ឲ្យវាបង្ហាញអីគេបន្តទៀតយើងចង់ឲ្យវាឃើញ map បង្ហាញផែនទីឲ្យយើងឬក៏អីចឹងគឺយើងអាចធ្វើបានដូចគ្នាដែរហើយយើងធ្វើនិយាយទៅគឺ free 100%ហើយ offline ហើយយើងមិនត្រូវយើងអត់ត្រូវការប្រើអ៊ីនធឺណិតប្រើ Wi-Fi អីទេអញ្ចឹងGoogle release អានេះមកគឺល្អមែនទែនតាំងពីចិនប្រកាសឲ្យថ្មីខាងរដ្ឋាភិបាលចិនហ្នឹងប្រកាសនិយាយរឿងAI ហ្នឹងអញ្ចឹងណាថាចិននឹងមាន open source បើហើយសមត្ថភាព AI របស់ចិនហ្នឹងគឺប្រហាក់ប្រហែលជាមួយនឹងflagship model របស់ OpenAI ហើយនឹង cloud ដែរអញ្ចឹងវាមានសមត្ថភាពវិភាគអីសមត្ថភាពល្អដែរអញ្ចឹងគេដាក់ឲ្យប្រើប្រាស់ free ឥឡូវ Google គឺចាប់ផ្ដើម release AI មួយចំនួនដែលមានមុខងារមូលដ្ឋានមួយចំនួនអញ្ចឹងទៅដាក់ឲ្យយើងប្រើដូចគ្នាដែរអញ្ចឹងឃើញវាទា permission ដើម្បី access ទៅ calendar ទូរស័ព្ទរបស់យើងនៅពេលដែលយើងបើកគឺវាអាចចូលទៅ check ចូលទៅកែបើសិនបើយើងចង់ឲ្យវាបង្កើត calendar ឲ្យយើងគឺវាចូលទៅបង្កើត calendar កាលវិភាគណាត់ជួបអីផ្សេងអញ្ចឹងឲ្យយើងទៅតាមការបញ្ជារបស់យើងនឹងដែរអញ្ចឹងឥឡូវពាក្យប៉ុណ្ណឹង agentic ហ្នឹងគឺវាមានន័យថាអញ្ចឹងមានន័យថាវាអាចធ្វើសកម្មភាពអីមួយទៅលើទូរស័ព្ទយើងទៅតាមអ្វីដែលយើងចង់ហើយមុខងារនេះគឺជាមុខងារ audio script ជាមានន័យថាយើងអាចសរសេរក៏បានឬក៏យើងអាច record យើងអាចថតសំឡេងផ្ញើឲ្យវាទៅអញ្ចឹងនៅពេលដែលយើងថតសំឡេងផ្ញើឲ្យវាទៅវានឹងបកប្រែអាសំឡេងហ្នឹងទៅជាមិនថាបកប្រែវា generate សំឡេងដែលយើងនិយាយហ្នឹងទៅជាអត្ថបទវិញអញ្ចឹងប៉ុន្តែគួរឲ្យស្ដាយវាអត់មានភាសាខ្មែរទេនៅលើនេះអាចថាសង្ឃឹមថា version ក្រោយទៀត Google នឹង release ភាសាខ្មែរមកក៏ប៉ុន្តែ AI របស់ចិនគឺមានភាសាខ្មែរមកជាមួយដែរតែឥឡូវយើងមានបណ្ណាយើងប្រើប៉ុណ្ណឹងសិនទៅព្រោះទៅថ្ងៃខាងមុខគេអាចនឹង release ព័ត៌មានមុខងារថ្មីបញ្ចូលភាសាថ្មីទៀតអញ្ចឹងវាអាចនឹងមានប្រយោជន៍ច្រើនសម្រាប់យើង
អូខេអញ្ចឹងឥឡូវយើងបង្ហាញពីមុខងារមួយទៀតគឺមុខងាររូបភាពអញ្ចឹងមានន័យថាឧទាហរណ៍ថាយើងមានរូបភាពករណីខ្ញុំ select រូបភាពមួយចូលជាmenu មុខម្ហូបបញ្ជីមុខម្ហូបជាភាសាអេស្ប៉ាញអញ្ចឹងយើងអត់អាចអានដឹងទេថាមុខម្ហូបនឹងស្អីគេអញ្ចឹងយើងគ្រាន់តែថតឬក៏យើងអាប់ឡូតរូបភាពដែលយើងមានស្រាប់នឹងចូលទៅអញ្ចឹងវានឹងរាយឈ្មោះមុខម្ហូបនឹងជាភាសាអង់គ្លេសឲ្យយើងថាមុខម្ហូបនឹងវាមានន័យយ៉ាងម៉េចថាគ្រឿងផ្សំឬក៏ឈ្មោះម្ហូបនឹងយ៉ាងម៉េចអញ្ចឹងវាមិនត្រឹមតែវាខុសពីការបកប្រែធម្មតាគឺវាបញ្យល់យើងបានច្រើនបានក្បោះក្បាយគួរសមដែលយើងអាចយល់បានអញ្ចឹងវាមានភាពងាយស្រួលច្រើនសម្រាប់AI មួយនេះសម្រាប់ Add Gallery នេះជួយយើងសម្រាប់បកប្រែជួយយើងនៅពេលដែលយើងទៅក្រៅប្រទេសជាពិសេសអ្នកដែលចូលចិត្តធ្វើដំណើរខ្ញុំលើកទឹកចិត្តឲ្យ download app នេះមួយទៅហើយវា free ទេយើង download ហើយយើង explore វាបន្ថែមទៅអរគុណ